នេះយើងមកដល់ខាងលើហើយប៉ុន្តែខាងនេះមើលថ្ងៃរះតែយើងដេកនៅខាងមើលថ្ងៃលិចនេះក៏យើងអាចបោះតង់អីបានដែរមើលទៅសភាពហ្នឹងអូយនៅយូរខេឥឡូវយើងមកដល់ខាងលើមួយទៀតហើយជ្រុងខាងកើតម្ដងហើយយើងក៏អាចបោះតង់ស្នាក់នៅនឹងបានដូចគ្នាកន្លែងបោះតង់កន្លែងស្នាក់នៅកន្លែងនេះគាត់មានធ្វើរោងមួយដែលយើងអាចបោះតង់ស្នាក់នៅហើយកន្លែងនេះច្រាំងដាច់អ្នកទាំងអស់គ្នាកុំទៅក្បែរទៅអីចឹងណាច្រាំងដាច់ពិតជាស្អាតមែនតើបើមានពពកយើងនឹងនៅលើពពកហ្មងឲ្យខ្ពស់ខ្លាំងណាស់អ្នកទាំងអស់គ្នាប៉ុន្តែយើងអត់គេងនៅហ្នឹងទេយើងទៅគេងនៅខ្ពស់ជាងហ្នឹងទៀតចាំមើលតែកន្លែងយើងគេងបែបនេះខ្លះភាពនៅហ្នឹងយើងប្លែកមែនតើគឺយើងអត់ស្ទើរតែឃើញតែភាពបែបដុំថ្មធំធំខ្ពស់ខ្ពស់ច្រើនអីចឹងទេហើយយើងដើរពីខ្លះឡើងតាមលើថ្មពីខ្លះឡើងតាមក្រោមណាអ្នកទាំងអស់នេះយើងត្រូវតាមណាគេយើងឡើងលើថ្មហ្នឹងប្រែហ្នឹងហើយម៉ែហើយឡើងតាមណាមើលឡើងចោលដល់កោះនេះឡើងត្រង់ហើយថ្មនេះយ៉ាងដាច់ទៀតប្រែឡើងមែនតើឡើងរួចអត់ទេនេះឡើងចោលហ្មងអ្នកនរនេះមិនមែនជាដើរលេខឈើយើងយកមកតុបៗឲ្យដាក់ឡើងណាគាត់ចងខ្សែគាត់អីខ្លះនេះ